តាំងពីតូចដល់ធំគឺថាខ្ញុំគឺជាមនុស្សម្ញោមម្នាក់ដែលត្រូវពាក់វ៉ែនតាជារៀងរាល់ថ្ងៃប៉ុន្តែឥឡូវនេះគឺថាខ្ញុំអស់ម្ញោមហើយហើយគឺវាដោយសារការសម្រេចចិត្តដ៏ធំមួយ6ខែមុនដែលផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ180ដឺក្រេតែម្ដងហើយការសម្រេចចិត្តនឹងគឺការព្យាបាលភ្នែកម្ញោមរបស់ខ្ញុំប៉ុន្តែមុនចូលវីដេអូនេះគឺថាខ្ញុំចង់ប្រាប់ថាបើអត់ទាន់ follow ចុច follow ឲ្យហើយមកព្រោះនៅពេលដែលយើងបាន1លាន follower ខ្ញុំនឹងមានកាដូពិសេសមួយហើយកាដូហ្នឹងគឺម៉ូតូថ្មីមួយគ្រឿងសម្រាប់អ្នកដែល follow មុនយើងបាន1លាន follower បកកេសថ្មីឲ្យមួយតែម្ដងនៅពេលដែលខ្ញុំចាប់ផ្ដើមញញប់ដំបងការនៅតូចខ្ញុំញញប់ត្រឹមតែ100ដឺក្រេអីទេរហូតមកដល់អាយុ20ឆ្នាំជាងគឺថាខ្ញុំញញប់រហូតដល់450ដឺក្រេដែលដល់ចំណុចមួយដែលមនុស្សម្នាក់ៗឲ្យខ្ញុំថាភ្នែក4ដែលសារខ្ញុំពាក់វ៉ែនតាមិនដែលដោះទេព្រោះតែដោះគឺដូចខ្វាក់អញ្ចឹងបើប្រៀបធៀបខ្ញុំទៅតា001ក្នុង Squid Game ខ្ញុំអាចនិយាយបានថាភ្នែកគាត់មើលច្បាស់ជាងខ្ញុំផងអញ្ចឹងមកសម្រាប់ចិត្តថា enough is enough 6ខែមុនខ្ញុំបានទៅ clinic មួយនៅប្រទេសខ្មែរយើងហ្នឹងអ្នកទាំងអស់គ្នាប្រហែលជាបានឃើញវីដេអូមួយហ្នឹងហើយដែលខ្ញុំមកចំណាយលើ$3700ដើម្បីព្យាបាលភ្នែកម្ញោមរបស់ខ្ញុំទាំងស្រុងតែម្ដងហើយមានគេ comment សួរច្រើនថាបងទៅធ្វើនៅប្រទេសណានៅខ្មែរមែននៅកន្លែងណានៅ clinic ឈ្មោះអីគេអញ្ចឹងបើមកសួរខ្ញុំអ្នកទាំងអស់គ្នាប្រហែលជាត្រូវការបាញ់ laser ហ្នឹងជាងការរំពឹងទុកហើយព្រោះខ្ញុំគាត់តែបើកវីដេអូហ្នឹងភ្លាមខ្ញុំបញ្ជាក់ថាខ្ញុំបាញ់នៅពេទ្យឈ្មោះថា Optimax ថតមុខ Exchange Square ហ្នឹងឲ្យមើលទៀតហើយនៅពេលខ្ញុំប្រាប់មុនហ្នឹងអញ្ចឹងខ្ញុំទៅបាញ់នៅមន្ទីរពេទ្យមួយដែលមានឈ្មោះថា Optimax នៅប្រទេសខ្មែរយើងហ្នឹងទេនៅផ្សារ Exchange Square តែម្ដងជាន់លើនេះខ្ញុំជាចដាយន្តឡើងទៅពេទ្យថ្ងៃនោះមុនខ្ញុំបានទៅពេទ្យ Optimax ហ្នឹងគឺថាខ្ញុំត្រូវពាក់ lens រាល់ថ្ងៃដោយសារត្រូវថតអីអញ្ចឹងដល់ថ្ងៃទៅតេស្តនៅកន្លែងពេទ្យហ្នឹងគឺថាគាត់ប្រាប់ថាអូនកុំពាក់ lens ប្រហែលជាមួយអាទិត្យមុនថ្ងៃមកបាញ់ laser អញ្ចឹងខ្ញុំក៏បានឈប់ពាក់ lens ហ្នឹងមួយអាទិត្យទៅដើម្បីទៅតេស្តនៅពេទ្យហ្នឹងដើម្បីចង់ដឹងថាយើងអាចបាញ់ laser លើភ្នែកយើងបានឬក៏អត់ព្រោះហ្នឹងមិនមែនអ្នកនរគ្នាបាញ់បានគ្រប់គ្នាទេអញ្ចឹងទៅដល់ភ្លាមហ្នឹងគឺថាពួកគាត់តេស្តដូចភ្នែកយើងមញោបធម្មតាហ្នឹងគាត់មើលថាយើងមញោបប្រមាណយើងមាន color blind យើងមើលពណ៌អត់ឃើញអីអញ្ចឹងឬក៏អត់គេបាញ់ខ្យល់ចូលភ្នែកហើយគាត់ក៏បានបាញ់ភ្លើងចូលភ្នែកដើម្បីមើលថាភ្នែករបស់យើងមានកម្រាស់ប៉ុណ្ណាអញ្ចឹងដែររយៈពេលនៃការតេស្តហ្នឹងគឺថាវាអត់ដល់1ម៉ោងផងអញ្ចឹងអ្វីដែលគេបានកត់សម្គាល់ទៅលើជាងគេនោះគឺថាស្ទាប់ភ្នែករបស់យើងក្រាស់ល្មមនឹងបាញ់ laser នឹងបានឬក៏អត់បើវាស្ដាងពេកគឺថាយើងបាញ់អាការទេទៅថ្ងៃដែលខ្ញុំតេស្តហ្នឹងគឺថាខ្ញុំមញោបរហូតដល់525ដឺក្រេជាមួយនឹង astigma ទៀតប៉ុន្តែបន្ទាប់ពីការតេស្តហើយគេបានឃើញថាខ្ញុំអាចបាញ់ laser នឹងបានការបាញ់ laser ភ្លាមគឺថាមាន2ទៅ3 option ដែរប៉ុន្តែខ្ញុំ recommend ដល់អ្នកនរគ្នាឲ្យបាញ់អាទី3បណ្ដោយទៅ relax smile អានឹងវាថ្លៃជាងគេប៉ុន្តែវាក៏ល្អជាងគេដែរប៉ុន្តែសម្រាប់អ្នកដែលចង់ចំណាយច្រើនគឺថា laser ក៏នៅតែល្អដែរអ្វីដែលខុសគ្នានោះគឺថា relax smile គេវះភ្នែកយើងតែប៉ុន្មានតិចទេប៉ុន្តែសម្រាប់ laser វិញគឺគេវះសឹងតែជុំវិញតែម្ដងហើយនៅពេលគឺថាបន្ទាប់ពីតេស្តនឹងហើយពីអាទិត្យក្រោយគឺយើងមកម្ដងទៀតដើម្បីមកបាញ់ភ្នែកហ្នឹងមកដល់ថ្ងៃត្រូវវះកាត់ហ្នឹងគឺថាគេតេស្តភ្នែកយើងម្ដងទៀតនិយាយទៅគេលំអិតខ្លាំងមែនតើបន្ទាប់ពីហ្នឹងគេបានឲ្យយើងបដូរទៅកៅអៅមួយឈុតនេះចេញមកដូច main character ក្នុងរឿង zombie អញ្ចឹងសម្រាប់ការវះកាត់ហ្នឹងមួយក្រុមរបស់ខ្ញុំគឺមានមនុស្ស4នាក់គេវះកាត់ជាក្រុមគ្រូពេទ្យរបស់ខ្ញុំនេះគឺថាគាត់បានវះកាត់រាប់ម៉ឺនដងហើយអញ្ចឹងគឺថាគាត់ស្ទាត់តែម្ដងនិយាយមែនណាមានអារម្មណ៍មិនបាត់ទៅដល់ឃើញគ្រូពេទ្យដែលវះកាត់អីយើងនឹងគឺវះកាត់លើកដំបូងរបស់គាត់ប៉ុន្តែគ្រូពេទ្យរបស់ខ្ញុំនេះគឺថាគាត់ហោះពីប្រទេសម៉ាឡេស៊ីមកតែម្ដងវះកាត់ភ្នែក25000ដងហើយនៅពេលដែលយើងបានចុះទៅដល់បន្ទប់នេះគឺថាយើងបានដេកលើម៉ាស៊ីនធំមួយនេះបើអ្នកទាំងអស់នេះសួរខ្ញុំថាខ្ញុំភ័យអត់មានត្រូវភ័យគ្រូពេទ្យកាន់ដៃហើយយើងមើលទៅក្នុងម៉ាស៊ីនហ្នឹងទៅប៉ុន្តែនៅពេលដែលយើងមើលហ្នឹងគឺមាន laser ពណ៌បៃតងមួយបាញ់មកលើភ្នែកយើង and all you have to do គឺថាមើល laser ហ្នឹងឲ្យជាប់ទៅហើយគឺចប់រឿងតែម្ដង anyway ការវះកាត់មួយហ្នឹងគឺថារយៈពេលត្រឹម5-10នាទីទេបើចង់ដឹងថាមានអារម្មណ៍មិនដែរឈឺឬក៏អត់គឺវាអត់ឈឺសោះតែម្ដងអ្វីដែលខ្ញុំ feel ហ្នឹងគឺថាដូចគេយកអីមកដូចគេយកដៃមកញីភ្នែកខ្ញុំចាអញ្ចឹងបើសួរថាឈឺអត់0ខ្ញុំអាចនិយាយបានថាញិចមុនឈឺជាងផងពេលខ្លះនៅពេលកាត់សក់អីអញ្ចឹងហើយតាក់សក់អីមួយអញ្ចឹងអាហ្នឹងឈឺជាងផងបន្ទាប់ពីកាត់ហើយគឺថាភ្នែកយើងវា sensitive ខ្លាំងមែនតើយើងឃើញដូចភ្លើងចាំងចូលភ្នែកយើងខ្លាំងអញ្ចឹងយើងទៅផ្ទះភ្លាមសម្រាប់ខ្ញុំឲ្យសង្ស័យខ្ញុំដប់នឹងទៅផ្ទះហើយយើងសម្រាប់រយៈពេលប្រហែលជា2ទៅ3ថ្ងៃហើយគេក៏បានឲ្យរនាំងការពារភ្នែកនេះដែរ in case អ្នកខ្លះចូលចិត្តដេកហើយញីភ្នែកអីអញ្ចឹងអានឹងគឺការពារកុំឲ្យយើងញីភ្នែកនឹងហើយបន្ទាប់ពី3ថ្ងៃគឺថាច្បាស់តែម្ដងខ្ញុំទៅប្រទេសចិនអាទិត្យក្រោយហ្នឹងគឺថាបានដើរប្រទេសចិនដោយអត់ពាក់វ៉ែនតាសោះតែម្ដងស្រួលខ្លាំងមែនតើអញ្ចឹងអ្នកទាំងអស់គ្នាខ្លះគាត់សួរថាធ្វើនៅថៃឬក៏ធ្វើនៅខ្មែរខុសគ្នាមិនមុនខ្ញុំមកបាញ់ laser នៅខ្មែរនេះគឺថាខ្ញុំបាន research ទៅលើពេទ្យនៅថៃអីអញ្ចឹងដែរខ្ញុំបានចាប់អារម្មណ៍ទៅលើពេទ្យធំមួយនៅថៃដែលការវះកាត់នៅថៃហ្នឹងគឺ$3000 versus ការវះកាត់នៅខ្មែរដែលមានតម្លៃ$3700ហ្នឹងណាអញ្ចឹងខុសគ្នា$700ដែរប៉ុន្តែហេតុអីខ្ញុំជ្រើសរើសខ្មែរទៅលើថៃទី1គឺ quality គឺថាមានខុសគ្នាអីទេព្រោះបើយើងទៅព្យាបាលពេទ្យនៅថៃគឺថាយើងហោះទៅរកពេទ្យអញ្ចឹងប៉ុន្តែនេះគឺពេទ្យហោះមករកយើងគឺដូចគ្នាទេនិយាយទៅគ្រាន់តែមួយយើងហោះទៅរកគេហើយមួយទៀតគេហោះមករកយើងទី2គឺតម្លៃយើងគិតថា$3000នៅថៃវាថោកជាង$3700នៅខ្មែរប៉ុន្តែយើងត្រូវគិតទៅលើថ្លៃទី1ថ្លៃយន្តហោះទី2ថ្លៃស្នាក់នៅហើយទី3ថ្លៃម្ហូប
អីចឹងទៀតព្រោះការព្យាបាលហ្នឹងគឺមិនមែនទៅម្ដងទេគឺថាយើង check up មួយគ្រូពេទ្យមួយអាទិត្យក្រោយព្យាបាលបន្ទាប់មកមួយខែបន្ទាប់មក6ខែហើយមួយឆ្នាំទៀតអញ្ចឹងយើងទៅយ៉ាងណាក៏5ដងដែរហើយគឺថាយើងបាញ់នៅខ្មែរទៅវាស្រួលដោយសារបើយើងមានបញ្ហាអីគឺថាយើងអាចទៅរកពេទ្យភ្លាមនៅនឹងតែម្ដងបើនិយាយពីផលអវិជ្ជមានដែលខ្ញុំជួបប្រទះនៅពេលដែលឡាស្រាភ្នែកហើយខ្ញុំអាចនិយាយបានថានៅពេលព្យាបាលភ្លាមនោះថាភ្នែកយើងវារៀងលមាស់វារៀងស្ងួតអីអញ្ចឹងដែរប៉ុន្តែឥឡូវ6ខែក្រោយគឺថាខ្ញុំឈប់មានបញ្ហាទាំងអស់នឹងហើយពេលខ្លះវារៀងស្ងួតប៉ុន្តែខ្ញុំនៅតែមានទឹកបតក់ភ្នែកទាំងអស់នេះនៅលើតុព្រោះនៅពេលខ្លះដែលយើងស្ងួតភ្នែកអីអញ្ចឹងទៅយើងត្រូវបតក់ហ្នឹងដែរប៉ុន្តែឥឡូវនេះគឺថាយើងខានបតក់ចំមួយខែហើយប៉ុន្តែក៏អត់សូវមានអារម្មណ៍ថាស្ងួតភ្នែកអីច្រើនប៉ុន្មានដែរ but overall ទូទៅតែម្ដងគឺថាខ្ញុំសប្បាយចិត្តខ្លាំងមែនទែនខ្ញុំបានជ្រើសរើសទៅបាញ់ឡាស្រាភ្នែកហ្នឹងនៅពេទ្យ Optimax ជីវិតរបស់ខ្ញុំគឺថាបានផ្លាស់ប្ដូរ180ដឺក្រេតែម្ដងរាល់ថ្ងៃគឺថាងើបពីដេកមកត្រូវស្វែងរកវ៉ែនតានៅលើខែធ្លាក់កន្លែងណាអីអញ្ចឹងគលៀតក្រោយខែគឺថាបានដែរហើយវេទនាខ្លាំងមែនទែននៅពេលដែលត្រូវថតអីអញ្ចឹងគឺថាត្រូវដោះវ៉ែនតាឲ្យពាក់ lens ហើយនៅពេលដែលពាក់ lens គឺថាដេកអត់ការទេអញ្ចឹងត្រូវដោះ lens ដេកងើបពីដេកពាក់ lens វិញអញ្ចឹងទៀតតឹងធូងខ្លាំងមែនទែនប៉ុន្តែឥឡូវគឺថាភ្នែករបស់ខ្ញុំគឺអស់មញោបតែម្ដងច្បាស់ HD ព្រោះនៅពេលដែលខ្ញុំបានទៅ check up 6ខែនេះគឺថាខ្ញុំអស់មញោបហើយនៅសល់ astigmat បន្តិចប៉ុន្តែគឺថាខ្ញុំអត់ notice ផង astigmat ហ្នឹងបាត់យាអាហ្នឹងគឺជា experience របស់ខ្ញុំជាមួយនឹងការបាញ់ laser ភ្នែកនិងការព្យាបាលភ្នែកមញោបហ្នឹងបើអ្នកទាំងអស់គ្នាចង់ដឹងបន្ថែមអាចទៅតាក់ទងទៅ Optimax បានពេទ្យនៅ Exchange Square ឬក៏ chat ទៅ Facebook page របស់គាត់ដែលគាត់មានអ្នកចាំ reply អ្នកទាំងអស់គ្នាដែរអញ្ចឹងគឺអរគុណខ្លាំងមែនទែនទៅបងនៅ Optimax ព្រោះគាត់ helpful ខ្លាំងមែនទែនពីដើមដល់ចប់ so yeah បើចង់បាត់មញោបអីអញ្ចឹងនេះគឺជាឱកាសអ្នកទាំងអស់គ្នាហើយមានប៉ុណ្្នឹងទេកុំភ្លេច follow មួយផងបើអត់បាន follow នៅពេលដែលយើងបាន1លាន follower ខ្ញុំនឹងមានកាដូមួយហើយកាដូហ្នឹងគឺជាម៉ូតូថ្មីមួយសម្រាប់អ្នកទាំងអស់គ្នាអ្នកដែល follow ខ្ញុំមុន1លាន follower ហ្នឹងមានប៉ុណ្្នឹងទេ bye bye see you